បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចែករំលែកនៅប្រភេទវល្លិមៀតហ្នឹងមាន3ប្រភេទមានវល្លិមៀតស្លឹក3វល្លិមៀតស្លឹកតូចនិងវល្លិមៀតស្លឹកធំបាទអានេះប្រភេទវល្លិមៀតស្លឹកធំបាទវល្លិមៀតនេះច្រើនតែដុះនៅតំបន់ព្រៃភ្នំបាទស្លឹកវាមើលទៅពពិះនឹងវល្លិយាវបាទតាមតំបន់រៀងត្រជាក់គឺមានហើយបាទតំបន់ប្រភេទដូចថាព្រៃភ្នំព្រៃរៀងក្រាស់បាទអាហ្នឹងគឺប្រភពវាហើយបាទដោះតវោខាងកោះកុងបាទខាងរតនគិរីយើងក៏សវោដែរប៉ុន្តែសមាសធាតុគីមីរតនគិរីនិងកោះកុងល្អដូចគ្នាបើកំពង់ស្ពឺអត់សូវមានសមាសធាតុគីមីហ្នឹងល្អទេបើយើងចូលទីពិសោធន៍សិក្សាមើលទៅបាទហើយវល្លិមៀតនេះទៀតសោតបាទយើងមើលមួយផ្លែតមើលទៅពពិះនិងវល្លិយាវអញ្ចឹងបាទតម្រង់ស្លឹកតម្រង់ដើមគាត់ថានេះវាក្រាស់ហើយធំជាងបាទវល្លិមៀតហ្នឹងណាបាទហើយវល្លិមៀតនេះគេច្រើនតែប្រើទៅលើថ្នាំត្រជាក់ថ្នាំផ្សះបាទជំនួយកម្លាំងជំនួយអីអញ្ចឹងវល្លិមៀតហ្នឹងបាទស្លឹកធំតែបើវល្លិមៀតស្លឹកតូចវាមានសារធាតុពុលបាទវាជំនួយកម្លាំងលើកកម្លាំងត្រជាក់ដូចគ្នាបាទវាអាចពុលប៉ះពាល់ទៅដល់សុខភាពដែរបាទប្រភេទវល្លិមៀតស្លឹកតូចតែវល្លិមៀតស្លឹកធំនេះអត់មានបញ្ហាពុលទេបាទអាហ្នឹងយើងនិយាយគ្នាឲ្យច្បាស់អញ្ចឹងអំពីលក្ខណៈរុក្ខជាតិបាទប្រភេទវល្លិបាទតំបន់ដោះរតនគិរីមណ្ឌលគិរីបាទស្ទឹងត្រែងកោះកុងបាទគឺសវោបាទខ្ញុំសង្កេតឃើញបាទពោធិ៍សាត់ក៏មានដែរពោធិ៍សាត់បាទដល់មានជ័យគាត់ថាមានតែវាមិនសូវជាសបោខ្លាំងបាទហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចែករំលែកប្រភេទវល្លិរមៀតស្លឹកធំបាទអរគុណ